នីតិវិធីបែបណាគាត់ជាផ្ទះហើយគាត់ទៅតែគ្នាគាត់ហើយអត់មានបរិញ្ញាដឹកនាំទេហើយទៅដល់ទៅចាប់ឲ្យគាត់បិទមេដៃទៅអីមិនគាត់មិនបោពីព្រោះអីគាត់ដឹងនីតិវិធីនេះអញ្ចឹងបាទខ្ញុំប្រើពាក្យថាស្វែងយល់បើឲ្យលោកត្រីមិនស្វែងយល់ទេតើតែពេលគេចុះទៅបង្ក្រាបណាណីនោះឯងអ្នកបិទទ្វារដែរគេចូលមកសន្លប់តែគាត់បានដឹងនីតិវិធីមួយចំនួនតើទៅពេលគាត់ដឹងមិនពូជើញមកមានកាយមកចេះខ្ញុំមិនមែនតកែទេខ្ញុំបុគ្គលិកគេអូចេះអត់ទេឥឡូវមកពូមកអនុវត្តច្បាប់ពូចាំជួបមេធាវីខ្ញុំទៅឥឡូវមេធាវីឲ្យលេខម៉ានមើលទៅរៀងយូរពេកមិនទៀតផ្ដិតមេដៃមកអត់ផ្ដិតទេខ្ញុំអត់ដឹងផងមិនត្រូវផ្ដិតចុងក្រោយមិនដាក់លិខិតតាមមួយស្លឹកអញ្ជើញទៅវិញបាទព្រោះគាត់ដឹងមុនតើនីតិវិធីបែបណាគាត់ជាផ្ទះហើយគាត់ទៅតែគ្នាគាត់ហើយអត់មានបរិញ្ញាដឹកនាំទេហើយទៅដល់ទៅចាប់ឲ្យគាត់បិទមេដៃទៅអីមិនគាត់មិនបោពីព្រោះអីគាត់ដឹងនីតិវិធីនេះអញ្ចឹងបាទខ្ញុំប្រើពាក្យថាស្វែងយល់បើឲ្យលោកត្រីមិនស្វែងយល់ទេតើតែពេលគេចុះទៅបង្ក្រាបណាណីនោះឯងអ្នកបិទទ្វារដែរមិនដឹងថាខ្លួនឯងជាហាងជាក្រុមហ៊ុននាំចូលឬក៏ជាផ្ទះនៅបើជាផ្ទះនៅសមត្ថកិច្ចមានសិទ្ធិចូលអត់បើជាហាងសមត្ថកិច្ចមានអនុវត្តសិទ្ធិអនុវត្តធម្មតាបើជាក្រុមហ៊ុននាំចូលតើលោកស្រីត្រូវបានការពារដោយច្បាប់អីខ្លះឬក៏គ្រាន់តែពាក់អាវសន្តិសុខមកចតមុខផ្ទះក៏យើងភ័យដែរឬក៏គ្រាន់តែគ្នាស្លៀកពាក់ឯកសណ្ឋានសមត្ថកិច្ចហើយទៅទិញអាយកោមនៅចិត្តហាងយើងឲ្យយើងចង់រៀកនោមដែរហើយក៏មិន